ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពី user management ហើយខ្ញុំមានឈ្មោះថា Melody និង Sabi ដោយមុនដំបូងខ្ញុំបានប្រើ command hold.i ដើម្បី check ទៅលើឈ្មោះរបស់ Linux server របស់ខ្ញុំហើយបន្ទាប់មកខ្ញុំប្រើ pwd ដើម្បី check ទៅលើ folder directory ហើយបន្ទាប់មកគឺខ្ញុំប្រើ sudo ដើម្បីបង្កើត user ថ្មីគឺយើងត្រូវប្រើ command sudo user add .m.s យើងប្រើ command មួយនេះគឺជា command ដើម្បីបង្កើត user ថ្មីបន្ទាប់មកខ្ញុំប្រើ sudo d ខ្ញុំប្រើ command មួយនេះគឺជា command ដើម្បី set password ទៅឲ្យ user ដែលខ្ញុំបានបង្កើតថ្មីហ្នឹងដើម្បី switch ទៅលើ user ថ្មីគឺខ្ញុំត្រូវប្រើ command sudo ឈ្មោះ user ដែលយើងបានបង្កើតថ្មីបន្ទាប់មកខ្ញុំ input password អញ្ចឹងគឺខ្ញុំបាន switch ទៅលើ user ថ្មីហើយអញ្ចឹងខ្ញុំនឹងប្រើ command hold.i ដើម្បី check ទៅលើឈ្មោះរបស់user ហ្នឹងហើយខ្ញុំប្រើ pwd ដើម្បី check ទៅលើ folder directoryដើម្បីបង្កើត folder ឲ្យទៅលើ user មួយហ្នឹងគឺយើងអាចប្រើ command mk directory ហើយយើងដាក់ឈ្មោះទៅឲ្យ folder បន្ទាប់មកដើម្បី check ទៅលើ folder ហ្នឹងគឺយើងអាចប្រើ command ls ដើម្បី check ទៅលើ user ដែលយើងបាន folder ដែលយើងបានបង្កើតទៅលើ command មួយនេះដែលមាន cat/etc/passwd គឺជា command ដើម្បីយើងអាច check ទៅលើ user ដែលយើងបានបង្កើតហើយយើងប្រើ command មួយនេះគឺនឹងបង្ហាញទៅលើ user ដែលមាននៅក្នុង system របស់យើងទាំង